កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខយោធិនកម្ពុជាទាំង18រូបដែលកំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់យោធាថៃនិងជំរុញឲ្យថៃដោះលែងតាមការសន្យារបស់ខ្លួនឯកឧត្តមទេសរដ្ឋមន្ត្រីលីធុចអនុប្រធានទី1អាជ្ញាធរមីនកម្ពុជាបានស្នើសុំឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ICRC បន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ការលើកឡើងនេះធ្វើឡើងកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2025កំឡុងពេលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តមនិងលោក Charlie Kabonya អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ ICRC ខណៈឯកឧត្តមកំពុងចូលរួមកិច្ចប្រជុំលើកទី22នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ានៅទីក្រុងហ្សឺណែវប្រទេសស្វីសឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរអគុណដល់អង្គការកាកបាទក្រហមអន្តរជាតិដែលបានផ្ដល់នូវកិច្ចសហការនិងការគាំទ្រដល់កម្ពុជាក្នុងការទាមទារឲ្យដោះលែងវីរៈកងទ័ពទាំង18រូបដែលត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការឃុំឃាំងដោយខុសច្បាប់របស់យោបល់យោធាថៃឯកឧត្តមក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជាទាំង18រូបនិងជំរុញឲ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពជាការឆ្លើយតបលោក Khalid Balonia លើកឡើងថាអង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរៈកងទ័ពកម្ពុជានិងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធសូមបញ្ជាក់នៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះជាថ្ងៃទី126ហើយដែលវីរៈកងទ័ពកម្ពុជាទាំង18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាថៃ